បងប្អូនធ្លាប់មាន page ដែលបងប្អូនកំពុងតែកាន់ដូចខ្ញុំនេះហើយ page ហ្នឹងគឺយើងជា account admin នៃ page ហ្នឹងតែម្ដងបងប្អូនប្រើប្រាស់ទៅស្រាប់តែវាមានបញ្ហាទី1គឺវាបាត់ដោយយើងអត់ដឹងថាវាមកពីមូលហេតុអីទី1ទី2បងប្អូនច្រឡំធ្វើការ remove ខ្លួនឯងចេញពី page ហ្នឹងតែម្ដងអញ្ចឹងបើសិនករណីបងប្អូនជួបបញ្ហាបែបនេះវីដេអូមួយនេះនឹងជួយបងប្អូនបានអញ្ចឹងដើម្បីទាញយក page មកវិញបានបងប្អូនទាំងអស់គ្នាចូលទៅក្នុង account Facebook របស់យើងមកឧទាហរណ៍ថា page នេះវាបាត់ចឹងណាបងប្អូនចូល account Facebook របស់យើងចូល profile របស់យើងមកហើយបងប្អូនធ្វើការចុចនៅត្រង់ចំណុចនេះអូរកពាក្យថា help and support បន្តមកទៀតបងប្អូនធ្វើការចុចជាមួយនឹង help center ហើយបងប្អូនទៅសេកន្លែងនេះមកទៅសេថា Facebook page ហើយនេះ admin access មកបងប្អូនធ្វើការ select វាលើវាមកហើយបងប្អូនជ្រើសរើសពាក្យថា request Facebook page to page access to the page សំដៅបាទបន្តមកទៀតបងប្អូនទាំងគ្នាចុចត្រង់កន្លែងពាក្យនេះហើយអូសមកក្រោមជ្រើសរើសពាក្យថានេះ select ពាក្យថា file report បាទបន្តមកទៀតបងប្អូននឹងដល់ទំព័រមួយចុងក្រោយទំព័រចុងក្រោយនេះបើសិនជាករណីបងប្អូនមានបញ្ហាខាងលើអាចថាទី1 Facebook page របស់យើងគេ hack ទី2យើងច្រឡំ remove ខ្លួនឯងចេញពី page អញ្ចឹងបើសិនជាជួបករណីដែលយើងច្រឡំធ្វើការ remove ខ្លួនឯងចេញពី page អញ្ចឹងវានឹងបង្ហាញឲ្យយើងឃើញនៅក្នុង account របស់ខ្ញុំនេះគឺវាអត់មានបង្ហាញទេដោយសារ account របស់ខ្ញុំវាអត់មានបាត់បង់ page ណាមួយទេអញ្ចឹងណាបាទប៉ុន្តែបើសិនជា account របស់បងប្អូនដែលជួបមួយបញ្ហាពីខាងលើវានឹងបង្ហាញឲ្យបងប្អូនមើលឃើញនេះ page ណាអញ្ចឹងបងប្អូនធ្វើការ select វាមកបន្ទាប់ពីយើងធ្វើការ select វាហើយបងប្អូនធ្វើការចុច send ចុងក្រោយនៅពេលយើងចុច send ហើយគឺការងារយើងគឺចប់ត្រឹមហ្នឹងហើយគឺរីករាយបាទបង្ហាញបងប្អូនទាំងគ្នាអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់